សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះខ្ញុំសូមធ្វើបច្ចុប្បន្នភាពមួយពាក់ព័ន្ធជាមួយនឹងសេចក្តីប្រកាសរបស់អ្នកនាំពាក្យរងនៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Tommy Pickett នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោក Tommy Pickett ដែលចេញនៅថ្ងៃប្រហ័សទី25ខែធ្នូឆ្នាំ2025នេះបានបញ្ជាក់ឲ្យដឹងថាលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកលោក Marco Rubio បានសន្ទនាគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតដើម្បីសម្ដែងនៅការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីអំពើហិង្សាដែលនៅតែបន្តកើតមានឡើងរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃនៅក្នុងពេលសន្ទនាគ្នានោះគឺលោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញនៅគោលបំណងសេចក្តីប៉ងប្រាថ្នារបស់លោកប្រធានាធិបតី Donald Trump ចង់ឲ្យមានសន្តិភាពហើយនិងសេចក្តីត្រូវការឲ្យអនុវត្តឲ្យបានពេញលេញនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបន្ថែមទៀតថានៅក្នុងការសន្ទនាគ្នានោះគឺលោករដ្ឋមន្ត្រី Rubio ក៏បានបញ្ជាក់បន្ថែមជាថ្មីផងដែរនៅការត្រៀមរៀបចំខ្លួនរបស់សហរដ្ឋអាមេរិកនៅក្នុងការសម្របសម្រួលឲ្យមានការពិភាក្សាគ្នាដើម្បីធានាឲ្យបានសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងប្រទេសថៃដោយឡែកនៅក្នុងសារដែលបង្ហោះតាមបណ្ដាញសង្គម Facebook របស់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកបានបញ្ជាក់ថានាយប់ថ្ងៃទី25ធ្នូឆ្នាំ2025លោកក៏បានពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Marco Rubio រដ្ឋមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិកដែរដូច្នេះបានន័យថាភាគីកម្ពុជាក៏បានបញ្ជាក់ថាការសន្ទនាតាមទូរស័ព្ទនេះពិតជាកើតមានឡើងហើយលោកហ៊ុនម៉ាណែតបានបញ្ជាក់ថាការពិភាក្សាគ្នានឹងគឺអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងជំរុញឲ្យមានបទជបាញ់ឲ្យបានឆាប់រហ័សនឹងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃដូច្នេះកម្ពុជាបង្ហាញនៅចេតនាចង់បានបទជបាញ់គ្នាឲ្យបានឆាប់រហ័សហើយលោកហ៊ុនម៉ាណែតបានបញ្ជាក់ថានៅក្នុងអំឡុងពេលនៃការសន្ទនាគ្នាតាមទូរស័ព្ទនោះគឺលោក Rubio បានគូបញ្ជាក់ចំហយ៉ាងច្បាស់លាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃនិងខិតខំជំរុញឲ្យមានបទជបាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបាទនេះគឺជាអ្វីដែលលោកហ៊ុនម៉ាណែតបានបញ្ជាក់ហើយនៅទីបញ្ចប់នៃសារដែលលោកបានបញ្ជាក់នោះលោកបានថ្លែងថាលោកបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរហើយកម្ពុជាសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានបាទនេះគឺជាសាររបស់លោកហ៊ុនម៉ាណែតហើយមុននេះខ្ញុំបានជម្រាបអំពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយព័ត៌មាននេះក៏ត្រូវបានសារព័ត៌មាន Bloomberg យកមកចុះផ្សាយផងដែរ